បាទកាលពីថ្ងៃទី23ខែកុម្ភៈឆ្នាំ2025នេះខ្ញុំនិងលោកស្រីប្រធានមន្ត្រីវប្បធម៌និងវិចិត្រសិល្បៈខេត្តកណ្ដាលបានរួមដំណើរទស្សនកិច្ចសិក្សាជាមួយនឹងសិស្សនិស្សិតមហាវិទ្យាល័យបរិញ្ញាបត្រក៏ដូចជាមន្ត្រីរាជការនៃមន្ត្រីវប្បធម៌និងវិចិត្រសិល្បៈខេត្តកណ្ដាលបានទៅដល់ការដ្ឋានមួយដែលធ្វើកំណាយសិក្សាស្រាវជ្រាវបុរាណវិទ្យានៅភូមិព្រៃបាំងឃុំស៊ីធរស្រុកសៃកណ្ដាលខេត្តកណ្ដាលនេះឯងដែលទីតាំងមួយហ្នឹងគឺជាអតីតរាជធានីខ្មែរនាសម័យក្រោយអង្គរចំពោះកំណែស្រាវជ្រាវមួយនេះគឺធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងវប្បធម៌រាជបណ្ឌិតសភាកម្ពុជានិងសាកលវិទ្យាល័យ Finder នៃប្រទេសអូស្ត្រាលីក្នុងនាមមន្ទីរនិងក្នុងនាមខ្ញុំបាទផ្ទាល់ដែលជាអនុប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកណ្ដាលដែលទទួលបន្ទុកលើការងារបុរាណវិទ្យាមួយនេះខ្ញុំពិតជាមានមោទនភាពហើយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកបណ្ឌិតម៉ាទីនបាទដែលលោកទទួលស្វាគមន៍យ៉ាងកក់ក្ដៅហើយជាពិសេសលោកបានបញ្ជូលបាទយ៉ាងក្បោះក្បាយអំពីលទ្ធផលកំណែស្រាវជ្រាវបុរាណជាមួយនេះដល់យើងខ្ញុំជាប្រតិភូក៏ដូចជាសិស្សនិស្សិតហើយជាពិសេសបងប្អូនដែលជាមន្ត្រីរាជការរបស់យើងបានធ្វើការអនុវត្តផ្ទាល់នៅទីតាំងនោះតែម្ដងពួកយើងពិតជាទទួលបាននៅបទពិសោធន៍ថ្មីជាច្រើនទៀតតែជាពិសេសគឺអតីតកាលនាសម័យកណ្ដាលនៅក្នុងទឹកដីខេត្តកណ្ដាលរបស់យើងផងដែរខ្ញុំពិតជាមានមោទកភាពមែនទែនហើយសូមថ្លែងអំណរគុណម្ដងទៀតចំពោះលោកបណ្ឌិតម៉ាទីនដែលបានជួយឧបត្ថម្ភគាំទ្រទាំងកម្លាំងកាយកម្លាំងចិត្តដល់ក្រុមការងារសិស្សនិស្សិតរបស់យើងហើយបានបង្ហាត់បង្រៀនដល់មន្ត្រីរាជការនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរបស់យើងឲ្យយល់ដឹងបន្ថែមអំពីកិច្ចការងារស្រាវជ្រាវបុរាណវិទ្យាតែទាំងអស់នេះគឺដើម្បីបុព្វហេតុនៃការស្រាវជ្រាវអំពីប្រវត្តិសាស្ត្រខ្មែរក្នុងទឹកដីខេត្តកណ្ដាល